បងប្អូនណាពុកម៉ែបងប្អូនកាត់ចិត្តលក់ក្នុងតម្លៃខាតឃ្លាំងស្អាតទីតាំងល្អម្ចាស់ត្រូវការបង្វិលលុយមិនទាន់បងប្អូនទីតាំងឃ្លាំងមួយនេះស្ថិតនៅលើផ្លូវមេផ្លូវរត់ធ្លុះធ្លាយទៅមុខបន្តិចជាប់ទៅផ្លូវ60ម៉ែត្រទៅខាងលើធ្លុះធ្លាយបងប្អូនទីតាំងនេះគឺពិសេសខ្លាំងណាស់ទំហំឃ្លាំងទៅតឹង20ម៉ែត្រជម្រៅ20ម៉ែត្រគឺធំទូលាយពិសេសខ្លាំងណាស់បងប្អូនគឺគាត់ទើបតែសាងសង់ដំណើរការថ្មីស្រឡាងនេះតែម្ដងគឺគាត់ដំណើរការនៅក្នុងវិស័យឡានតុបតែងគ្រឿងឡានបិទស្កុតឡានគឺថ្មីចេះបងប្អូនគាត់ដេកឲ្យរួចស្រាប់គឺល្អពិសេសសម្រាប់ពុកម៉ែបងប្អូនដែលរកស៊ីនៅក្នុងវិស័យឡានកំពុងតែបើកអាជីវកម្មគឺពិសេសអាចបើកដំណើរការភ្លាមមិនចំណាយពេលចំណាយលុយសម្រាប់សាងសង់បងប្អូនគឺគាត់បានដេកដាក់តាំងគ្រឿងឡានរបស់គាត់យ៉ាងពិសេសតែម្ដងជាឱកាសសម្រាប់ពុកម៉ែបងប្អូនណានៅខាងលើមាន4បន្ទប់គេង4បន្ទប់ទឹកសម្រាប់បុគ្គលិកនៅខាងក្រោមមានបន្ទប់កាយឡ័យសម្រាប់ទទួលភ្ញៀវមានផ្ទះបាយមួយមានបន្ទប់ទឹកបងប្អូនណាចឹងសម្រាប់នៅជាន់ខាងលើនេះមាន4បន្ទប់គេង4បន្ទប់ទឹកនិងមានការដាក់ស្តុកតាំងគ្រឿងឡាននៅជាន់ខាងលើនេះពុកម៉ែបងប្អូនមើលឃើញជាក់ស្ដែងគឺគាត់សាងសង់ជាពិសេសតែម្ដងអាចស្តុកឡានបានរហូតទៅដល់ជាង10គ្រឿងនេះសម្រាប់បន្ទប់ទី2គឺនៅថ្មីចេះថ្មីស្រឡាងតែម្ដងសម្រាប់ការ៉ាស់របស់គាត់នេះជាឱកាសសម្រាប់ពុកម៉ែបងប្អូននេះបន្ទប់ទី3ហើយនេះបន្ទប់ទី4បងប្អូនណាតោះខ្ញុំនឹងបញ្ជាក់ពីទីតាំងការ៉ាស់នេះនៅផ្លូវខាងមុខបងប្អូនណាចឹងសម្រាប់ទីតាំងឃ្លាំងនេះគឺនៅកណ្ដាលក្រុងតែម្ដងចុះពីផ្លូវសហព័ន្ធរុស្ស៊ីនៅខាងមុខពលានពោធិ៍តុងតែ1000ម៉ែត្រជាងគឺមកដល់ចំណុចនេះតែម្ដងវត្តតាំងកសាំងដំបងការ៉ាស់សាំងកាលតិចផ្លូវធ្លុះធ្លាយទៅក្រាំងក្នុងបងប្អូនផ្លូវនេះស្របផ្លូវអទេសភ្លើងជាប់ទៅឈូកវ៉ាជាប់ទៅផ្លូវលបឿនលឿនទៅផ្លូវកប់ស្រូវទីតាំងការ៉ាស់ចុះពីកាលតិចចុះពីផ្លូវអទេសភ្លើងតែ200ម៉ែត្រជាងគឺទៅដល់បងប្អូនបើមើលពីចំណុចនេះនៅខាងក្រោយអាគារដែលកំពុងសាងសង់នោះតែម្ដងទីតាំងល្អបែបនេះបើគាត់មិនត្រូវការបន្ទាន់គាត់មិនបញ្ចេញនៅក្នុងស្ថានភាពនេះទេជាឱកាសសម្រាប់ពុកម៉ែបងប្អូនដែលកំពុងតែស្វែងរកឃ្លាំងឬក៏ការ៉ាស់នៅប្លុកតំបន់នេះជាឱកាសសម្រាប់ពុកម៉ែបងប្អូនរកស៊ីលើវិស័យឡាននេះក៏បានបិទស្កុតឡានតុបតែងគ្រឿងឡានលក់ឡានឬក៏ស្តុកទំនិញលក់ផលិតផលអនឡាញស្តុកផលិតផលអនឡាញក៏ត្រូវជាពិសេសចាប់ឱកាសចំណេញជាមួយនឹងទីតាំងដែលល្អពិតប្រាកដបងប្អូនណាគាត់ត្រូវការតែ100000ជាងតែប៉ុណ្ណោះទីតាំងល្អគាត់សាងសង់ឲ្យរួចរាល់ទ្រព្យល្អបែបនេះនៅកណ្ដាលយូរ